តើពន្ធគយលោកត្រាំនឹងប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសកាណាដាយ៉ាងណាទៅ សហរដ្ឋអាមេរិកដាក់ពន្ធគយ 50% លើទំនិញកាណាដាដែលមានតម្លៃ $20,000 លាន បន្ទាប់ពីការចរចាត្រូវបានបរាជ័យកាណាដានឹងវាយបកអាមេរិកវិញដោយការយកពន្ធសងសឹកគណៈសង្គ្រាមពាណិជ្ជកម្មកាន់តែធ្ងន់ធ្ងរឡើងលោក McCartney នាយករដ្ឋមន្ត្រីកាណាដាបានប្រកាសពីការយកពន្ធសងសឹកទៅលើសហរដ្ឋអាមេរិកបន្ទាប់ពីទីក្រុង Washington ដាក់ពន្ធ 50% លើទំនិញកាណាដាដែលមានតម្លៃ $20,000 លាន លោក Carney បានថ្លែងនៅទីក្រុង Ottawa កាលពីថ្ងៃសៅរ៍ថាពន្ធថ្មីរបស់ប្រទេសកាណាដានឹងកំណត់គោលដៅលើឧស្សាហកម្មដាច់ថែបទឹកដោះគោអេឡិចត្រូនិករបស់សហរដ្ឋអាមេរិកក្នុងចំណោមឧស្សាហកម្មផ្សេងទៀតផងដែរការកំណត់នេះនឹងចូលជាធរមាននៅថ្ងៃទី 8 ខែកញ្ញានេះលោក Carney បានប្រាប់អ្នកយកព័ត៌មានថាប្រទេសកាណាដានឹងផ្គូផ្គងពន្ធថ្មីរបស់ទីក្រុង Washington ក្នុងតម្លៃ$1ដើម្បីការពារកម្មករកសិករគ្រួសារនិងអាជីវកម្មរបស់ប្រទេសកាណាដាការប្រកាសនេះបានកើតឡើងបន្ទាប់ពីការចរចាយ៉ាងខ្លាំងក្លាជាច្រើនថ្ងៃត្រូវបានបរាជ័យនៅថ្ងៃសុក្រដែលធ្វើឲ្យទំនាក់ទំនងដ៏ផុយស្រួយរវាងដៃគូពាណិជ្ជកម្មនិងសម្ព័ន្ធមិត្តយូរអង្វែងកាន់តែអាក្រក់ទៅពន្ធថ្មីរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានប៉ះពាល់ដល់វិស័យនានាដែលមានតម្លៃប្រហែល$20,000 លានឬ 5.5% នៃការនាំចេញរបស់ប្រទេសកាណាដាទៅកាន់សហរដ្ឋអាមេរិកលោក Trump បានឆ្លើយតបទៅនឹងការប្រកាសរបស់លោក Carney ដោយនិយាយនៅលើទ្រូសសរថាប្រទេសកាណាដាចង់បានអត្ថប្រយោជន៍នៃការធ្វើជារដ្ឋមួយដោយមិនធ្វើជារដ្ឋមួយលោកបានអះអាងថាប្រទេសកាណាដាក៏បានគិតពន្ធជាច្រើនពីកសិករអាមេរិកអស់រយៈពេលជាច្រើនឆ្នាំមកហើយលោក Carney គឺជាមេដឹកនាំពិភពលោកម្នាក់ក្នុងចំណោមមេដឹកនាំពិភពលោកមួយចំនួនតូចដែលបានសងសឹកប្រឆាំងនឹងពន្ធរបស់សហរដ្ឋអាមេរិកហើយបានសន្យាថានឹងបង្កើនសម្ព័ន្ធភាពពាណិជ្ជកម្មនិងយោធាថ្មីទោះបីជាប្រទេសកាណាដាពឹងផ្អែកលើសហរដ្ឋអាមេរិកប្រហែល 70% នៃការនាំចេញរបស់ខ្លួនក៏ដោយនៅទីក្រុងអូតាវ៉ាកាលពីថ្ងៃសៅរ៍លោក Carney បាននិយាយថាការចរចាជាមួយសហរដ្ឋអាមេរិកបានបរាជ័យបន្ទាប់ពីលោកត្រាំបានកំណត់លក្ខខណ្ឌដែលមិនអាចទទួលយកបានទោះបីជាការចរចាពីមុនមានភាពវិជ្ជមានក៏ដោយ